Okបងដែលចូលរៀនវគ្គសិក្សាហ្នឹងហើយអញ្ចឹងនេះគឺជាមេរៀនទី1សម្រាប់ PD Array ទី1ដូចគ្នាគឺយើងរៀនអំពី AVG ហ្នឹងហើយវីដេអូមុនខ្ញុំរៀបរាប់ប្រាប់រំអិតđấyថា PD Array ទាំងអស់ហ្នឹងយើងយកមកធ្វើឲ្យបានហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងរៀនអំពី AVG AVG បងប្អូនប្រកាសជាធ្លាប់ឮហើយបងប្អូនប្រកាសជាស្គាល់ហើយតែយើងត្រូវតែរៀនសិក្សាច្បាស់អញ្ចឹង AVG វាមានទម្រង់ជារូបរាងបែបម៉េចអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំចូលទៅមើលនៅក្នុង Google ខ្ញុំអត់ចង់គូសទេបងប្អូនអាចទៅមើលនៅក្នុង Google បាន AVG យើងដាក់មកវាយAVG trading មក AVG អូខេដាក់AVG trading ហ្នឹងហើយអញ្ចឹងយើងមើលរូបភាពយើងតែរៀនសិក្សាពីរូបភាពណាអញ្ចឹងប្រភេទ AVG គឺជាប្រភេទ3 candle បែបនេះអានេះគេហៅថា fair value gap គឺ AVG ហ្នឹងគឺអានេះ bullish AVG អានេះ bearish AVG គឺជាប្រភេទ candle 3 candle ទី1តូច candle ទី2គឺធំហើយបន្ទាប់មកវាបិទ candle ទី3ចេះអញ្ចឹងមានន័យថាកម្លាតទីផ្សារនេះកម្លាតកន្លែងចង់នេះកដាលនេះគេហៅថាគឺជា AVG អានេះគឺ bullish AVG នៅពេលផ្សារឡើងនៅពេលដែលវាចុះវិញចាក់ចូលកន្លែងហ្នឹងគឺវានឹងឡើងបន្តទៅទៀតអានេះគឺជាប្រភេទ bearish AVG គឺដូចគ្នាអញ្ចឹងបងប្អូនអាចមើលបានអាចមើល AVG គឺវាមានចេញជារូបរាងបែបហ្នឹងអញ្ចឹងអានេះគឺខ្ញុំឲ្យមើលមួយទៀតគឺនេះជាប្រភេទ bullish មានគេដាក់ bullish AVG អាក្រហមនេះគឺជា bearish AVG ហើយចំពោះ candle គឺ QQ អញ្ចឹងបើសិនជាវាមានលាយកន្លែងនេះ bullish bearish ក៏បានដែរឲ្យតែវាមានជាប្រភេទ3 candle អញ្ចឹងហើយវាទុកប្រឡោះកណ្ដាលនេះ wick ខាងនេះហើយ wick ចុងនេះយើងចាប់វាពី wick នេះមក wick នេះចេញជា AVG ហើយអញ្ចឹង AVG គឺវាមានរូបរាងបែបហ្នឹងអញ្ចឹងឥឡូវយើងចូលទៅចាប់នៅក្នុងផ្សារជាក់ស្ដែងត្រូវតែរៀនសិក្សាបងប្អូនហើយមើលវីដេអូកុំខាអសោះត្រូវតែមើលពីដើមរហូតដល់ចប់អញ្ចឹង AVG ឃើញវាចេញអានេះខ្ញុំប្រើ indicator ទេ indicator វាជំនួយអញ្ចឹងខ្ញុំបិទ indicator កុំឲ្យវាចាប់ឲ្យបើសិនជាបងប្អូនចង់ប្រើ indicator ជំនួយក៏ល្អដែរខ្ញុំនឹងប្រាប់ចាំឆាតមកបន្ថែមទៀតមកដាក់ indicator វាយតែ AVG ទៅវាចេញហើយអញ្ចឹង AVG យើងមើលក្នុងផ្សារជាក់ស្ដែងជាទូទៅបងប្អូនប្រើ candlestick ពណ៌ក្រហមពណ៌ខៀវអានេះខ្ញុំដាក់ Q ខ្មៅនេះក្រោយដោយសារតែខ្ញុំចូលចិត្តមើលអញ្ចឹង AVG វាមានចេញជារូបរាងបែបម៉េចហ្នឹងហើយឥឡូវយើងចាប់នេះ3 candle នេះ candle ទី1 candle ទី2 candle ទី3អញ្ចឹងយើងចាប់ wick នឹងមកកន្លែងនេះមកអាហ្នឹងយើងចាប់ជា bearish AVG អញ្ចឹងផ្សារហ្នឹងវាចិត្តចាក់ចូលទៅដល់វាអាចនឹងចុះមកវិញប៉ុន្តែវាមាន AVG កន្លែងនេះមួយទៀតឃើញទេកន្លែងលើនេះក៏ AVG ដែរបងប្អូនត្រូវតែចាប់អស់ហើយត្រូវតែវាយវា AVG ហើយបើបងប្អូនមើលក្នុង time frame 15នាទីដាក់ AVG 15នាទី AVG 15នាទីបើមើលក្នុង time frame 1ម៉ោងដាក់ AVG 1ម៉ោង AVG 1ម៉ោងអញ្ចឹងមកហ្នឹងហើយAVG គឺចាប់អញ្ចឹងអានេះ AVG 2តង់បើសិនវាប៉ះនេះវាឡងមកវិញបើវា break អានេះវាមានអានេះមួយតង់ទៀតអញ្ចឹងណាអាហ្នឹងឥឡូវយើងចាប់ AVG ដែលវាមិនទាន់ប្រើអានេះវាមិនទាន់ប្រើណាអូខេអញ្ចឹង AVG កន្លែងនេះក៏ជា AVG មួយដែរតែ AVG ទូចអូខេវាមានទូចមានធំ AVG strong ដូចគ្នាឲ្យតែ AVG ដែលមិនទាន់ប្រើបើខ្ញុំគិត3 AVG នេះហ៎ AVG នេះអត់សូវ strong ទេដោយសារវានៅកណ្ដាល AVG នេះបានច្បាស់ដោយសារវាមាន order block កន្លែងនេះមួយដែរហើយវានៅតំបន់ resistance អញ្ចឹងកន្លែងនេះ strong ជាងណារៀនចាប់ទៅចាប់អញ្ចឹងបើយើងបើសិនជាឧទាហរណ៍ថាផ្សារវាបើសិនជាបងប្អូនចាប់អានេះ high អានេះ low អញ្ចឹងណាអញ្ចឹងហើយដល់បងប្អូនទៅចាប់ AVG ចំកដាលនេះកដាលអញ្ចឹងវាមិន strong ឃើញវាបុកធ្លុះអត់វាប៉ះឡងណាប៉ុន្តែវាមិន strong ដូចអាលើនេះទេអានេះវាតំបន់ជាតំបន់ resistance ហើយអញ្ចឹង AVG អញ្ចឹងបងប្អូនត្រូវតែរៀនចាប់ហើយចាំតម្លាក់លំហាត់ឲ្យខ្ញុំណាត្រូវតែចាប់ទៅអស់ហើយតម្លាក់លំហាត់ឲ្យខ្ញុំអញ្ចឹងខ្ញុំចូលទៅក្នុងផ្សារជាក់ស្ដែងយើងអត់យក AVG ទៅ confirm មួយអីទេនេះយើងចូលតារបៀបចូលតាម AVG ទាំងអស់តាមពិតក្បួនគេត្រូវយក AVG confirm ជាមួយ CRT ICT អីហ្នឹង SMC ដើម្បីយើងចូលផ្សារតែនេះយើងចូលតាម CRT AVG short អញ្ចឹងបងប្អូនចូលមើលនេះចាំខ្ញុំតម្លាក់ផ្សារwebsite នេះឲ្យដើម្បីបងប្អូនងាយស្រួលរៀន website នេះវាយើងអាចសាលបានណាអញ្ចឹងខ្ញុំនឹងចាំតែតម្លាក់ឲ្យអញ្ចឹងរបៀបចាប់ AVG អានេះខ្ញុំចូល time frame 1ម៉ោងអញ្ចឹងបងប្អូនឃើញកន្លែងនេះ AVG នេះ
AVG ធំ AVG អញ្ចឹងត្រូវតែវាយពាក្យថា AVG នៅហ្នឹងតមក color នេះក៏ AVG ដូចគ្នាអញ្ចឹងណាហ្នឹងអានេះ AVG អានេះ AVG អញ្ចឹងទីផ្សារគឺវាដើរដូចម្ដេចអញ្ចឹងបងប្អូនចាំមើលនៅពេលដែលផ្សារវាចុះមកក្រោមនៅពេលដែលវាចាក់ចូល AVG ហ្នឹងវាអាចចុះមកក្រោមវិញទៀតអញ្ចឹងខ្ញុំឲ្យផ្សារហ្នឹងវាដើរអូខេណែឃើញវាចុះមកក្រោមណាបន្ទាប់មកយើងចាំវាចូលដល់ AVG វិញវាណែឃើញទេផ្សារហ្នឹងវាបានចាក់ចូល AVG ចាក់ចូល AVG គឺវាចុះក្រោមឥឡូវយើងឲ្យវាដើរតិចទៀតអូខេឃើញវាចាក់ចូល AVG ហ្នឹងបើយើងចូល sell កន្លែងហ្នឹងឃើញបានលុយប្រហែលលេខច្រើនលេខដែរអញ្ចឹងបើសិនជាវាអត់ទាន់ break ទេយើងចាំចូលកន្លែងហ្នឹងទៀតឥឡូវយើងឲ្យវាដើរទៀតអូខេឃើញវាចាក់ចូល AVG ម្ចាស់ទៀតអញ្ចឹងវាអាចចុះមកក្រោមបន្តទៀតអូខេអញ្ចឹងបងប្អូនឃើញអាកន្លែងនេះវាចាក់ចូល AVG មួយសារចុះមកក្រោមអាកន្លែងនេះវាចាក់ចូល AVG មួយសារចុះមកក្រោមទៀតអញ្ចឹង AVG គឺយើងប្រើអញ្ចឹងប៉ុន្តែអានេះយើងអត់មាន AVG confirm មួយអីណាអានេះយើងចូល AVG ឆៅប៉ុន្តែនៅពេលដែលបងប្អូនចូលទៅចូលយក AVG ទៅ confirm ជាមួយក្បួនចូលសារហ្នឹងហើយអានេះយើងរៀន PD array ហើយសិននៅចប់ PD array ទាំង10ហ្នឹងយើងនឹងបរៀនអំពីក្បួនចូលផ្សារបន្តទៀតអញ្ចឹងអរគុណច្រើននៅវីដេអូក្រោយយើងនឹងរៀនមេរៀនទី2គឺអាច SVG វិញម្ដងហ្នឹងហើយអូខេអញ្ចឹងបងប្អូនអាចចាប់ជា SVG តម្លាក់ចូលក្នុងក្រុមឲ្យខ្ញុំមកខ្ញុំនឹងមើលអរគុណច្រើន